ស្ដីទាំងអស់គ្នាខ្ញុំសងថ្ងៃនេះយើងមកបន្តសាច់រឿងយើងតនៃរឿង Ultimate កាយចាស់ដែលភាពបន្តចឹងកុំឲ្យរងចាំពេលយូរតោះឡាយត្រាបណ្ដោះអាសន្ននៅកន្លែងបំផ្ទុះសពដល់តែវិភាព Gunner បានបញ្ចប់ហើយ Emily នឹងបន្តការបិទពិភពក្រោមដីបន្ទាប់ឡាយសូមទុកវាខ្ញុំផង Emily ការដែលអ្នកធ្វើរឿងនេះហើយបានត្រឹមត្រូវបន្ទាប់ពីនេះច្បាស់ជាមានបញ្ហាហើយប៉ុន្តែខ្ញុំពឹងផ្អែកលើអ្នកបន្ទាប់ពី Sion ត្រូវបានចាប់ខ្លួនដោយវត្ថុភាពនាងត្រូវបានគេនាំទៅកាន់ជន់ជ្រៅបំផុតនៃ Abyss ពី3ថ្ងៃក្រោយមកនៅក្នុងទីជ្រៅនោះបានជួបប្រទះនឹងទុក្ខវេទនាដែលសមនឹងពួកគេដោយផ្អែកលើអំពើបាបកម្មដ៏ធំដែលពួកគេបានបង្កឡើងបន្ទាប់ពីត្រូវបានបណ្ដេញចេញពីទ្វារឋាននរកបច្ចុប្បន្ននាងនៅជាមួយអបេហ្គារ៉ូហើយនិងសាកន្លែងដែលខូចទ្រង់ទ្រាយត្រូវបានស្ដារឡើងវិញបន្ទាប់ពី3ថ្ងៃក្រោយមកតាក់ទងនឹងគុកងងឹតមន្ទីរពិសោធន៍បន្ទាប់ពីបិទពិភពក្រោមដីហើយឧបទ្ទវហេតុនេះបានក្លាយជាសមិទ្ធផលសម្រាប់អ្នកផ្សងព្រេងដែលឡាយកំពុងធ្វើសកម្មភាពដូចជាគុកងងឹតដែរខ្ញុំរីករាយដែលរបាយការណ៍របស់យើងតាក់ទងនឹងកន្លែងដែលខូចខាតតាក់ទងនឹងកន្លែងដែលខូចទ្រង់ទ្រាយដែលត្រូវបានស្ដារឡើងវិញនៅទីបំផុតបានដើរតួនាទីជាការវិលុកទោះបីជាយើងមិនអាចបញ្ចុះបញ្ចូលពួកគេភ្លាមអំពីការបំផ្លិចបំផ្លាញនៃគុកងឹតក៏ដោយហើយ Sion មិនបានជួយសង្គ្រោះត្រូវបានប្រកាសថាស្លាប់នៅក្នុងជម្រៅនៃគុកងងឹតយុទ្ធនឹងក្រុម Sword of Solitude ដែលនៅសេសសល់មិនដែលត្រឡប់មកពីគុកងងឹតវិញទេសារសរបស់ពួកគេត្រូវបានគេគិតថាត្រូវបានស៊ីដោយសត្វចម្លែកវាត្រូវបានសម្រេចថាពួកគេនឹងត្រូវបានកាត់ទោសឲ្យទទួលទោសចំពោះទង្វើខុសខើរបស់ពួកគេតាមពិតទៅពួកគេត្រូវបានដឹកទៅកាន់ជាន់ទាបបំផុតនៃអាប៊ីសហើយបន្ទាប់ពីបានអានតាមរយៈការចងចាំរបស់ពួកគេការចាប់ពន្លត់និងការសម្លាប់មនុស្សដោយយន្តនិងអ្នកដទៃទៀតព័ត៌មានអំពីអ្វីដែលយន្តបាននិយាយនៅក្នុងគុកងងឹតអំពីម្ចាស់និងការសន្ទនាតាក់ទងនឹងនគរមនុស្សដែលទើបនឹងលេចចេញថ្មីនេះតាក់ទងនឹងរឿងនោះយោងតាមអ្វីដែលយើងបានបញ្ជាក់ពីការចងចាំរបស់ពួកគេនៅក្នុងនគរមនុស្សនៅភាគខាងជើងមានបុគ្គលដ៏អស្ចារ្យជាច្រើនដោយមិនគិតពីរូបរាងមនុស្សរបស់ពួកគេឡើយគឺជាពាក្យចចាមអារាមដែលយើងទទួលបានពីពួកគេតើវាអាចទៅរួចទេដែលវាតែថាវាជា Master រូបនេះដែលបានបំផ្លាញវាទោះបីជាពាក្យចចាមអារាមក៏ដោយស្រុកកំណើតរបស់ខ្ញុំគឺនៅភាគខាងជើងនៃប្រទេសមនុស្សជាតិប្រសិនបើពាក្យចចាមអារាមទាំងនេះជាការពិតហេតុអីបានជាប្រសិនបើ Master ជាមនុស្សនោះខ្ញុំមិនយល់ថាហេតុអីបានជាពួកគេបំផ្លាញភូមិមួយប្រភេទរបស់ពួកគេទេដោយសារតែខ្វះព័ត៌មានខ្ញុំមិនអាចផ្ដល់ចម្លើយច្បាស់លាស់បានទេសំទោសការខ្វះព័ត៌មានមិនមែនជាកំហុសរបស់អ្នកទេសំទោស Emily ខ្ញុំមិនបន្តអ្នកទេ Emily មែនហើយប៉ុន្តែយើងទទួលបានព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតពីយុទ្ធនិងអ្នកដទៃទៀតវាជាការអាម៉ាស់មួយដែលមិនមានព័ត៌មានច្រើនទាក់ទងនឹង Master វាហាក់ដូចជាចារកម្មហើយពួកគេកំពុងប្រើប្រាស់តួនាទីជាអ្នកផ្សងព្រេងជាន់ខ្ពស់ដោយទទួលបានព័ត៌មានសម្ងាត់ពីប្រទេសដទៃទៀតហើយផ្ដល់ជំនួយដល់ប្រទេសរបស់ពួកគេហាក់ដូចជាមានព័ត៌មានអំពី Master តួអង្គដែលទទួលព័ត៌មានពីយុទ្ធមេតកម្ពុជានៃនគរកោះ Dark Eel ដែលជាតំណាងនៃកុសសម្ព័ន្ធពាក្យខាងកើត Kyrgyz វាមិនចម្លែកទេក្នុងការគិតថាមេតកម្ពុជានៃ Dark Eel នឹងដឹងអ្វីមួយចាប់តាំងពីម្ចាស់ស្ត្រី L ក៏មានព័ត៌មានដែរនិងស្រង់ព័ត៌មានតាក់ទងនឹង Master ហើយដូច្នេះដូចជាយុទ្ធដែលធ្វើការចោរកម្មនៅក្នុងប្រទេសដទៃទៀតខ្ញុំនឹងចូលទៅចិត្តមេតនៃនគរកោះ Dark Eel ក្នុងនាមជាមេមុខនៃប៉មយៈមិនថាវាជាឧបទ្ទវហេតុនេះឬសូម្បីតែដើរតួជាមេធ្មប់នៃប៉មយៈក៏ដោយអ្នកតែងតែស្វែងរកច្រើនយ៉ាងដូចដែលរំពឹងទុកពី Emily គឺគួរឲ្យទុកចិត្តណាស់សម្រាប់ Emily តែងតែខិតខំធ្វើការខ្ញុំចង់ធ្វើអ្វីមួយសម្រាប់អ្នកជាការអរគុណគ្មានសុភមង្គលណាធំជាងសុភមង្គលនៅក្នុងលោកនេះទេសុភមង្គលរបស់យើងគឺដូច្នេះសូមកុំខ្វល់ពីគំនិតបែបនេះគ្រាន់តែបម្រើជាដៃនិងជើងរបស់អ្នកឡាយអូទោះជាយ៉ាងណាក៏ដោយដើម្បីបន្តភាពស្មោះត្រង់
និងសប្បុរសរបស់ខ្ញុំចំពោះអ្នកដើម្បីផ្ដល់រង្វាន់ដល់ខ្ញុំជាការអរគុណបន្ទាប់មកប្រសិនបើអ្នកនៅតែចង់បើអាចសូមឲ្យខ្ញុំថើបផ្នែកខាងលើនៃអាហាររបស់អ្នកឡាយសំទោសអ្នកបានរំខានខ្ញុំពេលខ្ញុំកំពុងរាយការណ៍ម្ដងទៀតតើអ្នកកំពុងព្យាយាមយីខ្ញុំមែនទេម៉េចទោះបីជាខ្ញុំបានរំខានមុននេះក៏ដោយអេមីលីមានរឿងសំខាន់មួយដែលខ្ញុំត្រូវតែរាយការណ៍ម៉េចនោះមិនមែនជាករណីនោះទេខ្ញុំបានសុំទោសអ្នកកាលពីលើកមុនចាប់តាំងពីវាជារបាយការណ៍សំខាន់មួយប៉ុន្តែគ្មានវិធីណាដែលនៅលើឋានសួគ៌ដែលអ្នកអាចមានព័ត៌មានសំខាន់ជាច្រើនដើម្បីរំខានយើងរាល់ពេលនោះទេតាក់ទងនឹងស្ថានភាពជីវិតឬសេចក្តីស្លាប់របស់ស៊ីអនប្រសិនបើអ្វីដែលអ្នកត្រូវនិយាយពិតជាសំខាន់ជាងនេះទៅទៀតតើព័ត៌មានអំពី Master នេះមិនមែនជាអតិភិបលើសពីអ្វីទាំងអស់សម្រាប់ Light នៅពេលនេះទេឬប៉ុន្តែក្នុងករណីដែលអ្វីដែលអ្នករៀបនឹងនិយាយគឺមិនសំខាន់ខ្ញុំនឹងស៊ីអ្វីគ្រប់យ៉ាងដែលខ្ញុំបាននិយាយឥឡូវនេះហើយថែមទាំងគោរពតាមបញ្ជាណាមួយដែលអ្នកមានសម្រាប់ខ្ញុំគឺវាតកតទៅនឹងបងស្រីរបស់ឡៃមានសារស័យផ្ទាល់នឹងភ្នែកយូមេអេមីលីខ្ញុំពិតជាសុំទោសណាស់ប៉ុន្តែពួកអែងងឹតអាចបន្តនៅពីក្រោយយូមេមិនប្រាប់ខ្ញុំអ្វីគ្រប់យ៉ាងដែលអ្នកដឹងយូមេត្រូវបានរកឃើញហើយឬនៅវាហាក់ដូចជានាងកំពុងរស់នៅជាអ្នកបម្រើកូនជាងយូមេស្ថិតនៅក្នុងព្រះបរមរាជវាំងក្នុងនគរមនុស្សអ្នកបម្រើកូនជាងមិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយពួកគេត្រូវតែទទួលទោសចំពោះអំពើបាបរបស់ពួកគេតើពួកគេអាចធ្វើឲ្យបងស្រីរបស់ឡៃធ្វើការជាអ្នកបម្រើដោយរបៀបណាភាពងងខ្លៅក៏មានដែនកំណត់របស់វាដែរបិទមាត់អេមីលីរាយការណ៍មិនទាន់ចប់ទេផ្ដល់ព័ត៌មានលម្អិតបន្ថែមដល់ខ្ញុំសូមទោសផងលោកម្ចាស់ឡៃខ្ញុំយល់នាងបានប្រើថ្នាំស្តារឡើងដើម្បីព្យាបាលរបួសរបស់នាងព្រះនាងលីលីតដំបូងនៃនគរមនុស្សជាតិអរគុណចំពោះពរជ័យនោះជីវិតរបស់យូមេត្រូវបានជួយសង្គ្រោះបានរកឃើញយូមេបានដួលសន្លប់ពេលកំពុងធ្វើដំណើរតាមរទេះរបស់នាងទៅកាន់រាជធានីនាងក៏ត្រូវបានគេហៅថាពួកបរិសុទ្ធនៃមនុស្សជាតិផងដែរនាងចូលចិត្តចែករំលែកនិងមានស្មារតីយុត្តិធម៌ខ្លាំងព្រះនាងក៏ចូលចិត្តចិញ្ចឹមមនុស្សក្រីក្រផងដែរក្រំលេះថាជួយសង្គ្រោះជីវិតរបស់នាងខ្ញុំក៏ឆ្ងល់ដែរថាតើនាងមានបំណងអ្វីផ្សេងទៀតក្រៅពីនេះដែរឬទេនាងក៏បានជួលអ៊ូមេជាអ្នកបម្រើដកដឹងគុណផងដែរពួកគេពិតជាមានចរិតលក្ខណៈស្រដៀងគ្នាមែនតើក្មេងនោះពិតជាយូមេមែនទេចម្ងាយពីរាជធានីនៃនគរមនុស្សជាតិទៅកាន់ភូមិនាងអាចរត់គេចពីការសម្លាប់រង្គាលដែលបានកើតឡើងនៅក្នុងភូមិរបស់ខ្ញុំវាត្រូវចំណាយពេលពី3ខែដោយរទេះសេះតើនាងទៅដល់ទីនោះដោយរបៀបណាចុះបងប្រុសវិញតើគាត់មិននៅជាមួយយូមេទេឬសំទោសមិនមានព័ត៌មានបន្ថែមអំពីវាទេវាហាក់ដូចជាមានតែព័ត៌មានអំពីយូមេប៉ុណ្ណោះខ្ញុំមិនដឹងអ្វីទាំងអស់អំពីរឿងនោះខ្ញុំប្រកាសណាស់ថាបងប្រុសបានរត់គេចខ្លួនជាមួយយូមេមានរឿងអ្វីកើតឡើងតើពួកគេបែកគ្នាមែនទេខ្ញុំគិតថាពួកគេប្រហែលជានៅជាមួយគ្នាជំនួសឲ្យការអង្គុយនៅទីនេះបើគិតថារឿងសំខាន់បំផុតគឺខ្ញុំអាចជួបយូមេហើយប្រហែលជាទទួលបានរឿងរ៉ាវពេញលេញខ្ញុំនឹងបញ្ជូនមនុស្សទៅការពារនាងនៅក្នុងស្រមោលសូមអរគុណចំពោះរបាយការណ៍នេះម៉ៃដើម្បីធានាសុវត្ថិភាពរបស់នាងយើងត្រូវតែនាំយូមេចូលទៅក្នុងទីជ្រៅបំផុតជាបន្ទាន់ខ្ញុំរីករាយដែលបានឮថាយូមេមានសុវត្ថិភាពអនុញ្ញាតឲ្យខ្ញុំធ្វើវាបើសិនបើដូច្នោះមែនអេមីលីមានភារកិច្ចថែរក្សាប៉មនិងមនុស្សជុំវិញនៅជុំវិញវាអាចជាគ្រោះមហន្តរាយសិនបើអ្នកនៅឆ្ងាយពីនគរអែលទោះបីជាយើងប្រើការទូតគមនាគមន៍ក៏ដោយវាជាកំណត់អាក្រក់ក្នុងការបន្ថែមអ្វីទៀតសម្រាប់វាជាកំណត់អាក្រក់ក្នុងការបន្ថែមអ្វីទៀតសម្រាប់អេមីលីបន្ទាប់មកខ្ញុំនឹងទុកវាឲ្យអ្នកសូមអនុញ្ញាតឲ្យខ្ញុំទៅឡៃអូខ្ញុំក្នុងនាមជាអ្នកបម្រើរបស់ឡៃអូនស្រីរបស់ខ្ញុំពិតជានឹងនាំនាងមករកអ្នកវិញខ្ញុំនឹងទុកយូមេឲ្យអ្នកបញ្ហាតែមួយគត់គឺរបៀបនឹមយូមេត្រឡប់មកផ្ទះវិញដូច្នេះវានឹងមិនមានអារម្មណ៍ល្អទេក្នុងការឈានពានពួកគេហើយនាំនាងមកវិញហើយបង្ខំពួកគេបានឲ្យថ្នាំសណ្ដំនាងនឹងធ្វើការដើម្បីការពារនាងប្រ
ប្រសិនបើព្រះនាងដំបងដែលចូលចិត្តជួយអ្នកដទៃបែបនោះត្រូវបានស្នើសុំឲ្យទៅទស្សនាប៉មតាមរយៈម្ចាស់ស្ត្រីអាលប្រសិនបើខ្ញុំទៅនគរមនុស្សជាមួយម្ចាស់ស្ត្រីអាលនាងពិតជាមិនបដិសេធទេបន្ទាប់មកសូមឲ្យពួកគេទៅទស្សនាប៉មរយៈទៅយ៉ាងម៉េចដែរអ្នកក៏អាចអរគុណនិងស្វាគមន៍ពួកគេបានដែរហើយឲ្យយូមេទៅជាមួយនាងខ្ញុំយល់ហើយតើអ្នកអាចធ្វើការលើវាឥឡូវនេះបានទេធ្វើបានល្អអេមីលីវាជាផែនការដ៏អស្ចារ្យមួយជាការពិតណាស់ខ្ញុំនឹងបញ្ជាព្រះមហាក្សត្រអែលភ្លាមហើយធ្វើការជាមួយផែនការនេះប្រសិនបើដូច្នោះមែនយើងគ្រាន់តែត្រូវបញ្ជាក់បញ្ហាអំពីយូមេជាបន្ទាន់ចា៎ចូលយើងរៀបចំផែនការដើម្បីនាំនាងទៅកាន់អាប៊ីហើយពីព្រោះនេះជារបាយការណ៍ផ្ទាល់ពីម៉ៃវាទំនងជានាងជាយូមេហើយប៉ុន្តែយូមេខ្ញុំក៏ត្រូវតែត្រៀមខ្លួនដែរប្រសិនបើនាងជាមនុស្សផ្សេងយើងនៅតែមិនដឹងថាបងប្រុសនៅឯណាទេប៉ុន្តែយើងនឹងរកគាត់ឃើញជាក់ជាមិនខានខ្ញុំគិតថាខ្ញុំបានបាត់បង់អ្វីទាំងអស់នៅថ្ងៃនេះទីបំផុតខ្ញុំមានឱកាសយកវាមកវិញហើយ3ឆ្នាំមុននៅថ្ងៃនោះបន្ទាប់ពីផ្លាស់ទៅជន់ជ្រៅបំផុតនៃអាប៊ីខ្ញុំតែងតែប្រមូលអំណាចដើម្បីប្រយុទ្ធជានិច្ចវាមិនមានបញ្ហាថាវាជានរណាទេឥឡូវនេះជាពេលវេលាដែលខ្ញុំប្រើអំណាចទាំងអស់នេះខ្ញុំពិតជានឹងជួយសង្គ្រោះបងប្រុសនិងយូមេនៅថ្ងៃដែលខ្ញុំត្រូវសម្លាប់យើងបានចាប់ផ្ដើមកសាងនគររបស់យើងចាប់តាំងពីថ្ងៃនោះស្បត់សម្រាប់វេនហ្គេនតពេលត្រូវប្រើអំណាចទាំងអស់របស់ខ្ញុំដែលខ្ញុំបានប្រមូលតាំងពីពេលនោះមក3ឆ្នាំមុននៅក្នុងទទាប់ជ្រៅបំផុតនៃអាប៊ី